ធ្វើទីផ្សារបែបអ្នកអត់ចាយលុយធ្វើទីផ្សារបែបណាបែបអ្នកអត់ចាយលុយគឺជាទីផ្សារបែប personal branding គឺជាការដែលយើងប្រម៉ូទខ្លួនឯងពាក្យ personal branding ខ្ញុំគិតថាអ្នកនរប្រហែលជាអាចឮច្រើនដោយសារតែ personal branding ហ្នឹងគឺជាការយើងប្រម៉ូទខ្លួនឯងយើងចេញមុខខ្លួនឯងនៅពេលដែលយើងលក់ផលិតផលអីមួយគឺយើងធ្វើ marketing តែខ្លួនឯងគឺយើង build ពីខ្លួនឯងឲ្យគេស្គាល់យើងជាមុនសិនពេលដែលគេចាប់ផ្ដើមស្គាល់យើងហើយនៅពេលដែលយើងលក់ផលិតផលអីទៅក៏មានអ្នកស្ដាប់ក៏មានអ្នកមើលយើងបានច្រើនដូចគ្នានឹងគេហៅថាការធ្វើទីផ្សារដែលអត់ចំណាយលុយគឺយើងយកខ្លួនឯងជាដើមទុនដូចជាពេលដែលបង influencer ឬក៏បងខាងគាត់ធ្វើទីផ្សារប្រម៉ូទអញ្ចឹងមានន័យថាគឺគាត់ចាប់ដើមពី personal branding ដូចគ្នាគាត់ចាប់ដើមប្រម៉ូទខ្លួនឯងឲ្យអ្នកនរគ្នាស្គាល់ឲ្យ fan ស្គាល់បន្ទាប់មកក៏មានម្ចាស់អាជីវកម្មផ្សេងៗគាត់បានជួយឲ្យគាត់ជួយប្រម៉ូទផលិតផលឬក៏កាន់ផលិតផលអញ្ចឹងទៅអញ្ចឹងក្នុងនាមយើងជាអ្នកប្រកបអាជីវកម្មមួយដែរយើងក៏អាចបង្កើតជា personal branding ខ្លួនឯងហើយបន្ទាប់មកទៀតយើងអាចធ្វើទីផ្សារដោយខ្លួនឯងបានដូចគ្នាខ្ញុំឃើញឥឡូវភាគច្រើនគឺមានច្រើនណាស់អ្នកគាត់ធ្វើជា content creator នៅពេលដែលគាត់ចាប់ដើម build personal branding ខ្លួនឯងឲ្យគេស្គាល់បានហើយគឺចាប់ដើមគាត់អាចចាប់ដើមបង្កើតអាជីវកម្មបានហើយចឹងអ្នកគ្នាក៏អាចធ្វើបានដូចគ្នាមិនមែនថាអ្នកតើអ្នកអត់ទាន់មានអាជីវកម្មទើបធ្វើបានទេអ្នកដែលគាត់មានអាជីវកម្មហើយក៏គាត់អាចបង្កើត personal branding ខ្លួនឯងដើម្បីធ្វើទីផ្សារបន្ថែមឲ្យអាជីវកម្មរបស់គាត់កាន់តែរីកចម្រើនដែរ